Để mừng Money hay không mơ ta Money hay miền tua ong ấy kì khá miền nè là không nắng miền nè ấy kì khá miền professor nè đặc nom hay nâng hay smachic thêm gì hay smachic bao nhiêu pin nào vậy nè không rửa nè phải chạy hướng này recruit to cái này nâng này chẳng tại tao nâng hướng Money hay viết thôi ai giờ nó nực hơi tại đó pratica mỗi đại sau đó tao nâng Money hay được kia miền nè riệp trong pan cả được kia hay ở miền công ca nghe cái mình làm lại miền chụp thêm gì được kiaแต่ว่าแต่กูจับอารมณ์จีนังเตี้ยนะวิคือจีปฏิการลุยแต่ทมมพอดขนมปอดศาสตร์ประเทศอังกฤษให้เนี่ยได้โจรวมลุยนึงอ่ะแต่เนี่ยเรียบจำแผนการแต่สมาชิกนึงอ่ะสุดแต่จัดเฉลี่ยมันแมนจีคเวงตรง30 ชั้น40 ชั้นมาเสรี5-60 ล้านอยู่รู้สึกแต่กำปูอมอ่ะผลท้ายปกวัดคือบ้านก่อสร้างปอดศาสตร์ในการลุยเดือดการพลังอย่างกอกราบมวยในขนมประเทศอังกฤษได้มันแบบนี้ควรจัดมองแต่ซะไอ้นับไปได้ลุยเพลมนั่งอัตโนมัติดำหนังเนี่ยนับไปได้ดำหนังหอยทานเนี่ยลุยไอ้บันนกเนี่ยสปรายมั้งโอเคให้สุดท้ายการลางนับไปนะตั้มแต่การลางไปอยู่ตรงดอกชนะมันเตะถึงจังบัสันเจียบ้านตามปอมีประเทศอังกฤษอาจบ้านฉลองกัดเรื่องหนึ่งให้ไงนั่งยืนตื่นศึกษาเรื่องหนึ่งอ่อยซีจมเรื่อยแต่ใบดังท่าตาไปนั่งมีเรื่องไอ้การลางคลาmấy bạn phục quạt thua chẳng hay phục quạt thua nó thua vì na tên na như tôi xoay vô đó nghe nè bên ní mong ní nhung nơi tọt đăng tha nhung của bông đa đo chùm lệch na không chịu vượt đi nhung phải cả ba tên nông bộ lan và đá đây bạc mơ phơi cả nọt hạt bọt mai bà nhung và đá nhung mà đăng tha nhung thời xây hiệp họp màn tầm po tì rê từ đó chùm lệch đa đầm na chịu vượt nhung chụp hưởng lọ và xa đi nhặt được tây đài thì đã ấy bà quý nâng Amelie viên vậy em đẹp đắt cũng ta chưa bốc bia này nè này ai ấy này dạ Huy ơi tiếc đôi kinh vậy mẹ nữ chào ạ mong một buồn vô bờ chợ chạy đang đai tai mẹ trong đang hương thè đai mến à rơi ní cứ chỉ first đập môn châu kênh thay nhiều trồng màu nét ngọc ní ai cầm mong ba này lớn nắng đợt miền đầm lầy pi mơnประมาณ $1 riel หรือ smart 1 $2 ដើម្បីកំងគ្រាន់តែផ្ញើមកកាន់ប្រអប់សារឬក៏ឆាតមកកាន់ Telegram មួយនេះសិភៅនេះបានទាំងអាននិងបានទាំងស្ដាប់ព្រោះមាន QR code ដើម្បី scan ចូលទៅស្ដាប់សាច់រឿងពេញបាននាំមកជូនដោយព្រៃរឿងថ្ងៃនេះយើងនិយាយពីការប្លន់ដល់កក្រៅមួយដែលនៅទីតាំងមួយឬក៏តំបន់មួយហើយក៏កន្លែងហ្នឹងក៏មានឈ្មោះដែរគឺមានឈ្មោះថា Hatton Garden វាជាកន្លែងមួយដែលជាឃ្លាំងទុកគ្រឿងអលង្ការដ៏ធំមួយនៅតំបន់ Hatton Garden នៅក្នុងទីក្រុង London នៃប្រទេសអង់គ្លេសហើយបើសិនជាយើងទៅមើលទីតាំងជាក់លាក់ហ្មងកន្លែងហ្នឹងគឺឈ្មោះថា Hatton Garden Safe Deposit Ltd ហើយចំពោះផ្លូវវិញគឺនៅផ្លូវលេខ88និងផ្លូវ90សួរថាមិនបានមានផ្លូវ2លេខចឹងដោយសារទីតាំងហ្នឹងវានៅកាច់ឈុំហ្មងមកចាហៀងលេខ88មកចាហៀងទៅផ្លូវលេខ90វាជាទីតាំងល្អហើយបើឃើញហេដ្ឋារចនាសម្ព័ន្ធទីតាំងហ្នឹងដូចអីគេដូចសន្តាគារមួយនៅក្នុងរឿង John Wick អូយ៉ាស្តីហ្នឹងហើយគឺទីតាំងផ្លូវកែយ៉ាងដូចគ្នាអញ្ចឹងទីតាំងហ្នឹងឈ្មោះថា8890 Hatton Garden វាជាឃ្លាំងតុកគ្រឿងអលង្ការនិងតុកមាសផ្សេងៗសួរថាតុករបស់អ្នកណាគ្រឿងអលង្ការរបស់ណាគេគឺរបស់ហាងដែលនៅតំបន់ហ្នឹងក្បែរហ្នឹងធម្មតាគេនៅពេលគេលក់មាសលក់ពេជ្រគេមិនមានមាសពេជ្រផ្ទាល់ខ្លួនដាក់ក្នុងហាងឯងមាសពេជ្រមួយចំនួន display ហ្នឹងគឺ display ណាតែមាសពេជ្រដែលធំឬក៏តម្កល់ទុកហ្នឹងគឺគេមានឃ្លាំងតម្កល់ទុកហើយក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនដែលតម្កល់ទុកមាសទាំងអស់ហ្នឹងអញ្ចឹងបើយើងនិយាយពីព្រឹត្តិការណ៍ Hatton Garden Heist ហ្នឹងដែលវាកើតឡើងហ្នឹងគឺទៅតែការឡើង10ឆ្នាំមុនទេតាំងពីឆ្នាំ2015វាគឺជាព្រឹត្តិការណ៍នៃការលួចមួយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសអង់គ្លេសហើយអ្នកប្លន់ហ្នឹងគឺសុទ្ធតែចាស់ហើយគេក៏មានរហស្សនាមឲ្យពួកគាត់ដែរពួកគាត់គឺមានឈ្មោះថា Diamond Wizards ហ្នឹងគឺជាឈ្មោះមួយដែលគេហៅក្រុមពួកគាត់ហ្នឹងអញ្ចឹងមិនហើយវាជា gang មនុស្សចាស់ដែលគាត់ប្រព្រឹត្តអំពើលួចយ៉ាងសកម្មនៅ London អញ្ចឹងណាហើយសួរថាលួចអស់ប៉ុន្មានបើលួចហ្នឹងគឺបើរាប់ទាំងមាសទាំងគ្រឿងអលង្ការផ្សេងៗហ្នឹងសរុបទាំងអស់គឺ14 million pound បើគិតជាលុយដុល្លារវិញគឺស្មើជិត20 លានដុល្លារគឺច្រើនខ្លាំងមែនតើក្រុមហ្នឹងគឺត្រូវគេបានស្គាល់ឈ្មោះផ្សេងមួយទៀតដែលអ្នកខ្លះគេហៅថា Bad Dads Army បានន័យថាបើសិនជាយើងបកជាទូទៅដូចជាក្រុមចៅចាស់វស្សាអញ្ចឹងណាបានន័យថា
បើសិនជានៅក្នុងអ្នកគុណយមវិញវាថាដូចជាមនុស្សដែលល្បីល្បាញប្រចាំតំបន់ណាមួយនៅតំបន់ភ្នំអីចឹងទៅហើយអាយុគាត់វិញគឺដូចតែប្រាប់ចឹងគឺម្នាក់គឺស្ទើរតែ50 60 ចឹងណាហើយបើសរុបអាយុចូលគ្នានៃក្រុមពួកគាត់ហ្នឹងគឺលើស440ឆ្នាំទៀតលើសទៀតដោយសារអាយុពួកគាត់ច្រើនពេកបូកចូលគ្នាទៅវាលើសឡើង400មិនមែនតែគ្រាន់តែជាក្រុមលួចពេកកប៉ុកអីទេម្នាក់សុទ្ធតែមានប្រវត្តិកម្ពុជាពីមុននៅអង់គ្លេសហ្នឹងហើយសកម្មភាពលួចរបស់គាត់ហ្នឹងសុទ្ធតែជាព័ត៌មានដែលនៅទំព័រមុខរបស់កាសែតកាលពីជំនាន់មុនឥឡូវសួរថាហេតុអីបានពួកគាត់ចាស់ចំណាស់ហ្នឹងហើយទៅលួចគេទៀតតើមានហេតុផលអីនៅពីក្រោយខ្នងនៃការលួចហ្នឹងយើងទៅមើលអស់គ្នាទី1គឺមូលហេតុដោយសារអញ្ចឹងពួកគាត់ចាស់ហើយត្រូវហើយកាលពីមុនមុខរបរពួកគាត់គឺមិនមែនជាល្អអីទេសតែមុខរបរខ្មៅងឹតចឹងទៅនៅពេលដែលចាស់កម្លាំងក៏ចុះខ្សោយដែររកស៊ីឡើងកើតទៅអញ្ចឹងទៅវាជាពេលមួយដែលពួកគាត់អត់មានលុយទេហើយសួរថាបានលុយពីចាស់ចារាបានចាយគ្រប់គ្រាន់អត់គឺអត់គ្រប់គ្រាន់ទេអញ្ចឹងទៅគាត់គិតថាចេះលេងមកក្តារហ្នឹងហ្មងលួចគេម្ដងហ្នឹងបើសិនជាលួចបានដឹងតែលុយហ្នឹងចាយមកជីវិតដល់ស្លាប់ហើយអញ្ចឹងណាហ្នឹងក៏ជាមូលហេតុមួយដែរធ្វើឲ្យគាត់ទៅលួចគេ តែមុនហ្នឹងគាត់មុខរបរគាត់ធ្វើអីគេ ទីនេះនឹងនិយាយដល់កន្លែងហ្នឹងមុនហ្នឹងក្រៅពីអាជីពគាត់ជាអ្នកលួចគាត់ក៏ឈប់លួចចឹងទៅក៏នៅផ្ទះមើលថែសួនមើលផ្កាមើលអីចឹងណាហើយអាសកម្មភាពដែលមើលសួនស្រោចទឹកផ្កាអីហ្នឹងវាជាសកម្មភាពដែរពេកហើយណាមួយគឺលុយក៏ចាប់ដើមអស់ទៅចាយអត់គ្រាន់ទៅគិតថាបើសិនជាប្រឡូកចូលក្នុងអាវិស័យលួចហ្នឹងម្ដងទៀតហាក់បីដូចជាធ្វើឲ្យជីវិតដដែលរបស់គាត់ដែលនៅតែផ្ទះស្រោចផ្កាស្រោចអីហ្នឹងវាញាប់ញ័រចង់ឲ្យថាលែងធុញតិចមុនណាអញ្ចឹងបានន័យថាក្រៅពីចង់បានលុយក៏ចង់បានអារម្មណ៍មួយទៅស្រស់ស្រាយដែរបានន័យថាមានអីធ្វើទៀតទេអញ្ចឹងបើតាមគេសម្ភាសគាត់ថានៅពេលដែលគាត់រហៀបលួចហ្នឹងហាក់បីដូចជាជីវិតរស់រវើកជាងមុនហើយមួយទៀតគឺគាត់ចង់រៀងមានអំណួយដែរវាថាជំនាន់មុនគ្រាន់បើលួចអីក៏បានសម្រេចចឹងណាចង់បង្ហាញឲ្យពួកក្មេងៗឬក៏ពិភពលោកឬក៏ចៅក្មេងៗឲ្យឃើញថាគាត់ជាខ្ញីចាស់ប្រចាំឧស្សាហកម្មលួចនេះឥឡូវយើងមកមើលអតីតកាលរបស់ពួកគាត់មួយចំនួនក្នុងចំណោមហ្នឹងមានសមាជិក2នាក់ដែលជាចៅជើងចាស់បើយើងបកត្រឡប់ទៅឆ្នាំ1983គឺមានករណីលួចមួយដ៏ធំដែលអង់គ្លេសហៅថា The Bricks Mat ហ្នឹងគឺវាកើតឡើងដោយការលួចនៃក្រុមចៅដូចគ្នាតែក្នុងចំណោមហ្នឹងមានសមាជិក2នាក់ដែលជាសមាជិកចៅជើងចាស់សម័យថ្មីហ្នឹងដោយម្នាក់ឈ្មោះថា Reader ហើយម្នាក់ទៀតឈ្មោះថា Perkins ការហ្នឹងគឺគាត់បានទៅលួចទ្រព្យសម្បត្តិដ៏ធំមួយនៅអង់គ្លេសដូចគ្នានៅទីក្រុង London ដូចគ្នាសួរថាលួចអីការហ្នឹងគឺបានទៅលួចមាសអស់ចំនួន26 លានផោនដោយទៅលួចក្រុមហ៊ុនមួយឈ្មោះថា Bricksmat តែក្រោយមកក៏គេចាប់គាត់បានហើយក៏ជាប់គុកអស់8ឆ្នាំទៅនេះហើយគឺជាសមិទ្ធផលដែលចេញពីការលួចរបស់សមាជិកម្នាក់ដែលមានឈ្មោះថា Reader នៅពេលហ្នឹងឥឡូវយើងទៅមើលការលួចមាសយ៉ាងលម្អិតនៃក្រុមហ៊ុន Bricksmat ហ្នឹងថាមានអីកើតឡើងខ្លះបើយើងបកទៅឆ្នាំ1983កាលហ្នឹងគឺមានមនុស្ស6នាក់បានចូលទៅឃ្លាំងមួយឃ្លាំងហ្នឹងគឺជាឃ្លាំងគេទុកលុយទុកមាសទុកទ្រព្យសម្បត្តិផ្សេងប៉ុន្តែទៅដល់អត់មានឃើញលុយទេចូលទៅក្នុងឃ្លាំងហ្នឹងឃើញលុយទៅជាឃើញអីដែលលើសលុយទៀតគឺឃើញកន្លែងគេទុកមាសក្នុងហ្នឹងគឺមានរហូតដល់13តោនហើយសំខាន់គឺថាលួចបានសម្រេចហើយក៏យកមកម្លីងមាសសារឡើងវិញដើម្បីយកទៅចាយយកទៅទិញផ្ទះទិញអចលនទ្រព្យនៅទីក្រុង London ហ្នឹងអញ្ចឹងបានន័យថាពេលហ្នឹងក្រុមចៅទាំង6នាក់ហ្នឹងគឺសប្បាយហឺហាក្នុងការចាយលុយដោយសារលួចបានសម្រេចតែក្រោយមកក៏អត់យូរប៉ុន្មានក៏ត្រូវបានគេចាប់បានតែអ្វីដែលពិបាកដោះស្រាយគឺថាមាសគឺយកទៅម្លីងអស់ហើយយកទៅចែកចាយតាមផ្សារតាមអីអស់ហើយពេលក្រោយមកទៀតគឺរកមាសនឹងបានមកវិញប៉ុន្តែបានអត់គ្រប់ទេអញ្ចឹងមកទល់រហថ្ងៃហ្នឹងមាសដែលបាត់កាលពីឆ្នាំ1983ហ្នឹងគឺនៅតែរកអត់ឃើញឥឡូវយើងបកមកបច្ចុប្បន្នភាពគឺឆ្នាំ2012ក្រុមចាស់ចរាហ្នឹងមានអ្នកណាគេខ្លះដែលរៀបធ្វើកម្រងការលួចម្ដងទៀតហ្នឹងទី1គឺអ្នករៀបចំកម្រងការឬក៏រៀបចំផែនការមកឈ្មោះថា Reader គឺជាអតីតចៅដែលលួចការឆ្នាំ83ហ្នឹងម្នាក់ទៀតគឺឈ្មោះថា Perkins គឺជាមនុស្សម្នាក់ដែលចាំតែលើករបស់ណាធ្ងន់ឬក៏ចាំលើករបស់ណាសម្រាប់ខួងជាងលើកដៃលើកអីហ្នឹងគឺទុកឲ្យ Perkins អ្នកធ្វើម្នាក់ទៀតឈ្មោះថា Jones គឺគាត់ជាមនុស្សដែលរៀងស្គមជាងគេគាត់តួនាទីរបស់គាត់គឺចាំលូនចូលលួចបានន័យថាបើសិនកន្លែងណាកលុកកលៀតរៀងមើលទៅពិបាកចាំគាត់អ្នកចូលមួយទៀតគឺជាមនុស្សសំខាន់ដែរគឺមានឈ្មោះថា Kenny គាត់ហ្នឹងគឺជាអ្នកបើកឡានហើយក៏ជាអ្នកមើលផ្លូវមួយទៀតសំខាន់អាចនិយាយបានថាសំខាន់ជាងគេហ្មងគឺឈ្មោះថា Basil ហ្នឹងគឺគាត់ជាអ្នកផ្ដាច់ប្រព័ន្ធកណ្ដឹងនៅកន្លែងណាមួយហើយបើសិនជាមានសកម្មភាពណាអត់ប្រក្រតីកណ្ដឹងនឹងរោភ្លាមតែបានមនុស្សម្នាក់ឈ្មោះថា Basil ហ្នឹងឯងគាត់ជាអ្នកកាត់ផ្ដាច់ប្រព័ន្ធកណ្ដឹងហើយមួយទៀតគឺជាមនុស្សចុងក្រោយ
គឺមានឈ្មោះថា Billy the Fish ហើយគាត់គឺជាអ្នកដែលដឹកជញ្ជូននិងអ្នកបើកឡានដូចគ្នាអញ្ចឹងសរុបទាំងអស់គឺមាន6នាក់ហើយនឹងអ្នកផ្សេងទៀតដែលគេបានរាប់ចូលដោយសារតែដោយឧទាហរណ៍ថាអ្នកដែលជួយរកឧបករណ៍អីចឹងណាតែគេអាចបានរាប់ចូលក្នុងហ្នឹងទេអូខេយើងមកមើលពេលវេលានៃការរៀបចំគម្រោងការរបស់គាត់សិនគឺគាត់បានរៀបចំការលួចហ្នឹងដោយមានផែនការអស់រយៈពេល3ឆ្នាំគឺចន្លោះពីឆ្នាំ2012ដល់ឆ្នាំ2015គឺទោះបីជាគាត់ចង់លួចក៏ដោយមិនមែនថាគាត់ចូលលួចស្រស់ៗទេគាត់មានផែនការរហូតដល់3ឆ្នាំហើយសួរថាគាត់រៀបចំផែនការបែបម៉េចគឺគាត់តែជួបជុំគ្នារៀងរាល់ល្ងាចដោយជួបជុំគ្នាហ្នឹងភាសាគ្នាតើត្រូវធ្វើផែនការបែបខ្លះជិះពីណាទៅណាលួចរបៀបម៉េចបើសិនជាជួបឧបសគ្គនេះត្រូវដោះស្រាយរបៀបម៉េចគឺជួបគ្នារៀងរាល់ថ្ងៃសុក្រហើយយើងនិយាយពីគម្រោងរបស់គាត់ក្នុងរយៈពេល3ឆ្នាំហ្នឹងគឺគាត់បានរៀបចំគម្រោងយ៉ាងលម្អិតខ្លាំងហ្មងមិនថាជាការតាមដានសកម្មភាពឬក៏ការជ្រើសរើសសមាជិកគេគឺគាត់តែពិភាក្សានៅពេលដែលគាត់ជួបគ្នានៅថ្ងៃសុក្រហ្នឹងនិយាយរួមគឺពួកគាត់ហ្នឹងចាត់ទុកថាគម្រោងការនៃការលួចមួយហ្នឹងគឺជា full time job របស់គាត់គឺគាត់គិតថាបើសិនជាបុគ្គលិកគេធ្វើការ8ម៉ោងគាត់ក៏ធ្វើការ8ម៉ោងដែរគាត់ថាគាត់ធ្វើការពីផ្ទះអញ្ចឹងណាហើយចាំថ្ងៃសុក្រទៅជួបគ្នានៅពេលដែលគាត់រៀបចំគម្រោងការហ្នឹងគឺគាត់ធ្វើសកម្មភាពជាច្រើនទី1គឺតាមដានប៉ូលីសនិងអ្នកយាមគាត់ចង់ដឹងថាតើប៉ូលីសនៅតំបន់ហ្នឹងមានប៉ុន្មានអ្នកហើយបើសិនជាមានរឿងអីប៉ូលីសមកប៉ុន្មានអ្នកអ្នកយាមនៅហ្នឹងមានប៉ុន្មានអ្នកហើយយាមនៅទីតាំងណាខ្លះគឺគាត់តាមដានគាត់មិនធម្មតាតាមដានសកម្មភាពនៅក្នុងអគារដែលជាឃ្លាំងទុកវត្ថុមានតម្លៃហ្នឹងទេគាត់ថែមទាំងតាមដានសម្រាមរបស់អគារហ្នឹងដែរការតាមដានសម្រាមរបស់អគារហ្នឹងធ្វើឲ្យគាត់ដឹងថាអ្នកនៅក្នុងអគារហ្នឹងប្រើប្រាស់សម្រាមប្រភេទអីគេខ្លះឆ្លងប្រចាំងពីអត្តចរិតឬក៏ឆ្លងប្រចាំងពីសកម្មភាពរបស់បុគ្គលនៅក្នុងអគារហ្នឹងដើម្បីដឹងថាប្រើអីគេខ្លះហើយមួយទៀតគឺពួកគាត់តាមដាននិងប្រៀបធៀបបរិមាណរបស់សម្រាមដើម្បីដឹងថាចេះទោះបីជាគាត់រាប់មនុស្សអត់អស់ក៏ដោយតែបើគាត់អាចរាប់សម្រាមបានគាត់យកមកវិភាគមើលថាតើមនុស្សស្មានថាមនុស្សប៉ុន្មានអ្នកហ្នឹងហើយមនុស្សម្នាក់ហ្នឹងប្រើសម្រាមក្នុងមួយថ្ងៃហ្នឹងអស់ប៉ុន្មានគាត់យកមកចែកគុណចែកចូលគ្នាបានដឹងថាក្នុងហ្នឹងមនុស្សប្រហែលជាមានប៉ុណ្ណេះវាអញ្ចឹងហើយទីបំផុតបន្ទាប់ពីតាមដានអស់3ឆ្នាំគាត់រកឃើញចំណុចមួយដែលអាចគិតថាអាចជាពេលមួយដែលគាត់អាចប្លួចបានគឺជាពិធីបុណ្យ Easter បើនៅស្រុកខ្មែរដូចពិធីបុណ្យចូលឆ្នាំខ្មែរឬក៏ភ្ជុំបិណ្ឌអីចឹងណានៅអង់គ្លេសគឺគេមានពិធីបុណ្យមួយឈ្មោះពិធីបុណ្យ Easter ដែលបុគ្គលិកឈប់សម្រាករហូតដល់4ថ្ងៃអញ្ចឹងគាត់គិតថាចេះពេលហ្នឹងហើយបន្ទាប់ពីតាមដានអស់3ឆ្នាំគឺពេលហ្នឹងហើយគឺជាពេលដែលបុគ្គលិកអត់សូវមាននៅកន្លែងធ្វើការហើយក៏ជាពេលមួយដែលស្ងាត់ជ្រាបដោយសារម្នាក់ទៅលេងសុខណាឬក៏នៅផ្ទះអញ្ចឹងទៅអញ្ចឹងគាត់គាត់ថាអូខេអញ្ចឹងអាបុណ្យ Easter ហ្នឹងចាំពេលបុណ្យ Easter ហ្នឹងម្ដងស្រេស្រង់ថ្ងៃហ្នឹងមកក្នុងចំណោមសមាជិកទាំងអស់ដូចបានប្រាប់អញ្ចឹងមានម្នាក់ដែលសំខាន់ឈ្មោះថា Basil ហ្នឹងគឺគាត់ជាអ្នកដែលកាត់ផ្ដាច់ប្រព័ន្ធកណ្ដឹងឬក៏កាត់ផ្ដាច់ប្រព័ន្ធសន្តិសុខនៅកន្លែងឃ្លាំងហ្នឹងអ្វីដែលយើងកត់សម្គាល់គឺថាម្នាក់មិនមែនជាមិត្តភក្តិជិតស្និទ្ធគ្នាទេអ៊ំចាស់ហ្នឹងគឺសុទ្ធតែជាអ្នកមានគោលដៅដូចគ្នាទោះបីជាអត់ស្គាល់គ្នាក៏ដោយហើយចំពោះ Basil នេះវិញបើសិនជាអត់មាន Basil ទេអាចចាត់ទុកថាផែនការហ្នឹងគឺទៅមុខអត់រួចទេព្រោះថាសកម្មភាពដែលត្រូវទៅយកមាសពីក្នុងឃ្លាំងហ្នឹងគឺត្រូវឆ្លងកាត់កន្លែងពីរសំខាន់ទី1គឺខ្លោងទ្វារធំដែលត្រូវឆ្លងកាត់ទី2គឺត្រូវឆ្លងកាត់ចរាយន្តហើយតំបន់មួយហ្នឹងគឺសុទ្ធតែមានប្រព័ន្ធរ៉ូទាំងអស់អញ្ចឹងបើសិនជាអត់មានការអីសោះបើចូលទៅដោយអត់មានការអនុញ្ញាតគឺដឹងតែរ៉ូឯកន្លែងហ្នឹងប៉ុន្តែបាត់ Basil ហ្នឹងមួយជួយស្រេស្រង់បានហើយមួយទៀតចាំបញ្ជាក់ដែរថានៅពេលដែលគាត់រៀបគម្រោងគឺគាត់បានណាត់គ្នាហាត់សមទៀតហាត់សមត្រឹមត្រូវដូចគេហៅស្អីគេការបង្វឹកយោធាអញ្ចឹងមុននឹងទៅសង្គ្រាមគេមានហាត់សមអីចឹងហ្នឹងអញ្ចឹងគាត់ក៏មានការហាត់សមនៃការលួចរបស់គាត់ដែរហើយនៅពេលដែលគាត់ហាត់សមហ្នឹងគាត់ត្រូវមានឧបករណ៍អញ្ចឹងដើម្បីទៅទិញឧបករណ៍គាត់អាចទិញបានម្ដងសរុបទាំងអស់ហើយខ្លាចគេសង្ស័យចិត្តពីមួយពេលទៅមួយពេលចែកគ្នាទិញម្ដងមួយសំទុកទ្រាំទៅបានដើម្បីកុំឲ្យគេចាប់អារម្មណ៍ហើយគាត់បានចំណាយពេលរាប់ខែក្នុងការប្រើប្រាស់ឧបករណ៍ដោយសារអីមានឧបករណ៍មួយដែលពិបាកប្រើហើយក៏ធ្ងន់គឺជាឧបករណ៍ស្វានដែលមានឈ្មោះថា DD 350គឺជាម៉ាស៊ីនស្វានខ្នាតធំមួយសម្រាប់ខួងជាងធំគឺគាត់នឹងប្រើហ្នឹងអ្វីសំខាន់គឺពេលទិញឧបករណ៍ហ្នឹងមកគឺអត់ទាន់ចេះប្រើទៀតត្រូវទៅសាកល្បងខួងរបស់ណាក្រាស់សិនហើយខួងជាខុសផងត្រូវផងដោយសារដៃប្រើតែយ៉ាងណាក៏ដោយគឺពួកគាត់ខួងតស្ទាត់ជំនាញហើយដើម្បីដឹងទៀតថាតើពេលខួងនឹងត្រូវការភ្លើងប៉ុន្មានវ៉ាត់អីប៉ុន្មានវ៉ាត់ស្នុកអីនៅពេលដែលធ្វើសកម្មភាពមែនតើហ្នឹងស្នុកត្រៀមឧបករណ៍បានរួចរាល់និង smooth តាមដែលអាចធ្វើបាននៅពេលដែលខួងហ្នឹងតែពួកគាត់ក៏មានបញ្ហាដែរដោយសារពួកគាត់ចាស់ពេកអ្វីដែលសំខាន់គឺពួកគាត់មានបញ្ហាសុខភាពអត់ដូចចៅក្មេងៗប៉ុន្តែដោយសារគាត់មានមហិច្ឆតាធំសុខភាពមិនមែនជារឿងសំខាន់គឺមានអ្នកខ្លះកាត់ទឹកនោមផ្អែមហើយកម្លាំងក៏ខ្សោយ
អ្នកខ្លះទៅកើតជំងឺបេះដូងអញ្ចឹងសួរថាធ្វើមិនពេលប្លន់មែនតើឬក៏លួចមែនតើគឺដូរវេនគ្នាឥឡូវឧទាហរណ៍ថាពេលយើងត្រូវខួងអញ្ចឹងអូយហត់ហ่ะណែខួងឡងចាញ់គ្នាខួងអញ្ចឹងនៅពេលដែលគាត់សមក៏ធ្វើអញ្ចឹងនៅពេលដែលគាត់ចេះស្ដាយមែនទេក៏គាត់ធ្វើអញ្ចឹងហើយនិយាយវារឿងដឹងជូនអាចចាត់ទុកថាវាជារឿងមួយដែលមិននឹកស្មានថាពួកគាត់ធ្វើចេញសួរថាចេះមាសធ្ងន់ណាស់ត្រូវហើយប្រព័ន្ធសន្តិសុខក៏តឹងរឹងចុះបើសិនជាដឹកជូនមកដឹកជូនវាមិនណោះមាសហប់តោនណោះគឺគាត់ឆ្លាតគាត់យកធុងសម្រាប់ទៅដឹកហើយធុងសម្រាប់មិនមែនរឿងអាធុងសម្រាប់ដែលធម្មតាទេគឺអាធុងសម្រាប់មានកង់អាកង់2គឺគាត់យកធុងសម្រាប់ហ្នឹងដើម្បីទៅដឹកអីវ៉ាន់ចេញមកពីកន្លែងហ្នឹងចំណុចនេះគឺចាត់ទុកថាជាគំនិតមួយដែលមានភាពច្នៃប្រឌិតដោយតែគេបាននិយាយអញ្ចឹងបានថាជាទូទៅឧបសគ្គតែធ្វើឲ្យមនុស្សមានភាពច្នៃប្រឌិតអញ្ចឹងណាអញ្ចឹងគាត់នេះគឺសាមញ្ញអត់មានអីដឹកឲ្យយកធុងសម្រាប់ទៅដឹកហើយក៏អត់សូវមានអ្នកចាប់អារម្មណ៍ដែរហើយក៏ដឹកបានរបស់ច្រើនទៀតឥឡូវយើងនិយាយពីបច្ចេកវិទ្យាវិញទោះបីជាពួកគាត់ចាស់ក៏ដោយមិនមែនបានថាពួកគាត់អត់ស្គាល់បច្ចេកវិទ្យាទេពួកគាត់ស្គាល់គាត់ដឹងថាកណ្ដឹងរោហ្នឹងធ្វើម៉េចឲ្យបាតគាត់ដឹងថាមានកាមេរ៉ានៅកន្លែងណាខ្លះគាត់ដឹងទាំងអស់អញ្ចឹងមុននឹងគាត់ទៅប្លន់គាត់បានសិក្សាពីបច្ចេកវិទ្យាហើយក៏គាត់បានទៅសិក្សាពីរបៀបផ្ដាច់កណ្ដឹងដែលរោមែនតែនហើយមួយទៀតគឺគាត់បានទៅសិក្សាពីកាមេរ៉ាសុវត្ថិភាពដែលនៅតំបន់ហ្នឹងព្រោះថាអញ្ចឹងដល់ពេលដែលលួចសំណុកពេលដើរដើម្បីកុំឲ្យគេចំណាំមុខគេអីត្រូវដើរគេចពីកាមេរ៉ាសុវត្ថិភាពអញ្ចឹងត្រូវដឹងថាកាមេរ៉ាបាយទៅទិសមួយណាខ្លះអញ្ចឹងពេលដើរត្រូវដើរចន្លោះណាទោះបីជាមិនអាចការពារបាន 100% យ៉ាងហោចណាស់ក៏អាចកាត់បន្ថយបានច្រើនដែរក្នុងការចាប់មុខពួកគាត់ឬក៏ចាប់សកម្មភាពពួកគាត់អញ្ចឹងទៅគាត់បានទៅសិក្សាពីកាមេរ៉ាដូចគ្នាអញ្ចឹងសួរថាតើក្រុមសមាជិកអ៊ំហ្នឹងស្គាល់ម្នាក់ដែលចេះបច្ចេកវិទ្យាក្នុងការផ្ដាច់ប្រព័ន្ធរោហ្នឹងមកពីណាម្នាក់ដែលឈ្មោះ Bezier ណាបានមកពីណាតាមពិតទៅដោយសារតែ Bezier ហ្នឹងធ្លាប់ជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមអំពើលួចប្លន់កាលពីជំនាន់មុនដែរអញ្ចឹងទៅក៏ល្បីឈ្មោះនៅក្នុងគុកហើយគាត់ហ្នឹងមិនមែនជាមនុស្សធម្មតាដែលជាចោរក៏ពេកកប៉ុកធម្មតាគឺជាចោរដែលរៀនចប់សាកលវិទ្យាល័យផ្នែកអេឡិចត្រូនិកធម្មតាតែគាត់ថាគាត់ទៅធ្វើអំពើខុសច្បាប់អញ្ចឹងណាគឺគាត់បានស្គាល់គ្នានៅក្នុងគុកហើយនៅពេលដែលសួរដេញដោលគ្នាទៅបានដឹងថាអូចាប់នៅខាងនេះអូចឹងជំនាញខ្លាំងអញ្ចឹងចាំមើលថ្ងៃណារកស៊ីមួយគ្នាចាំណាត់គ្នាហើយក៏ទីបំផុតគឺពិតជាបានរកស៊ីមួយគ្នាមែនគឺណាត់គ្នាចូលក្រុមដើម្បីទៅប្លន់ឃ្លាំងទុកមាសមួយនៅអង់គ្លេស Alright ឥឡូវយើងទៅមើលពីប្រតិបត្តិការនៅថ្ងៃហ្នឹងវិញគឺការហ្នឹងគឺចូលដល់ខែមេសាគឺចំថ្ងៃទី1នៃពិធីបុណ្យ Easter នៅពេលហ្នឹងចេះវាជារឿងចៃដន្យទៀតហាក់បីដូចជាធម្មជាតិហ្នឹងជួយក្រុមអ៊ំហ្នឹងមកស្រាប់តែថ្ងៃហ្នឹងគាត់ទៅចូលថ្ងៃទី1នៃពិធីបុណ្យ Easter ភ្លាមផ្ទុះសេខ្សែភ្លើងនៅក្រោមដីពេលផ្ទុះសេទៅក៏ផ្អើលមនុស្សក្នុងនេះជំនះចេញមកហត់ឆ្វេងឆ្វាយចឹងទៅសួរថាផ្ទុះនៅពេលណាគឺផ្ទុះនៅម៉ោង 12 កន្លះថ្ងៃត្រង់របៀបថាម្នាក់កំពុងតែសម្រាប់បាយថ្ងៃបាយអីចឹងណាផ្ទុះបឹងពេលផ្ទុះនៅក្រោមដីហ្នឹងមិនមែនផ្ទុះនៅកន្លែងដែរតម្កល់មាសហ្នឹងទេគឺឆ្ងាយពីកន្លែងហ្នឹង800ម៉ែត្រហើយការផ្ទុះហ្នឹងគឺធ្ងន់ធ្ងរមែនទេធ្ងន់ធ្ងរវាមិនធ្ងន់ធ្ងររហូតដល់ថ្នាក់អាកម្រមលូនៅតាមផ្លូវហ្នឹងហើបបែកចេញមកក្រៅហ្មងនៅកណ្ដាលផ្លូវហ្នឹងមកហើយពេលហ្នឹងបើគេប៉ាន់ស្មានគឺមនុស្សប្រហែលជា 5000 នាក់ជំលះចេញពីតំបន់ហ្នឹងដោយសារវាផ្ទុះធ្ងន់ធ្ងរពេកមិនមែនដោយសារតែបាក់អាគារបាក់អីទេអត់ដោះដាក់ហ្នឹងទេតែគ្រាន់តែថាវាហុយផ្សែងចេញពីលូហើយផ្សែងដែលចេញពីលូហ្នឹងវាមិនមែនជាផ្សែងល្អទេវាខ្លាចប៉ះពាល់សុខភាពចឹងណាក៏គេជំលះមនុស្សចេញទៅប៉ុន្តែអត្តភាពផ្ទុះហ្នឹងវាមិនផ្ទុះហើយវាបាត់វិញវាធ្វើឲ្យភ្លើងឆេះអស់រយៈពេល36ម៉ោងយូរមែនតើលើសពីមួយថ្ងៃទៀតគឺភ្លើងឆេះនៅក្រោមដីមូលហេតុដែលធ្វើឲ្យឆេះនៅក្រោមដីហ្នឹងដោយសារតែក្រោមដីហ្នឹងសម្បូរទៅដោយហ្គាសហើយមួយទៀតសម្បូរទៅដោយខ្សែភ្លើងដោយសារគេដាក់ខ្សែភ្លើងនៅក្នុងដីអញ្ចឹងតែអាចរខ្សែភ្លើងអាហ្គាសអីហ្នឹងវាធ្វើឲ្យភ្លើងឆេះនៅក្រោមដីអត់ចេះចប់អញ្ចឹងត្រូវការ36ម៉ោងដើម្បីផលិតហើយមួយទៀតនៅពេលដែលឆេះភ្លាមៗហ្នឹងអ្នកផលិតអគ្គិភ័យហ្នឹងគឺគាត់អាចចូលទៅភ្លាមៗបានទេដោយសារអីតែចូលទៅបើសិនជាអត់មានបច្ចេកទេសត្រឹមត្រូវអាចស្លាប់នៅក្នុងហ្នឹងក៏ថាបានតែយ៉ាងណាក៏ដោយអត្តភាពហ្នឹងវាផ្ដល់អំណោយផលដល់ក្រុមអ៊ំដែលរៀបនឹងចូលទៅលួចហ្នឹងវា perfect time ហ្មងព្រោះអីមនុស្សជំលះអស់អ្នកដែលប្រតិបត្តិការមានតែប៉ូលីសហើយនឹងឡានពេទ្យនិងអ្នកផលិតអគ្គិភ័យឯដែលនៅហ្នឹងអញ្ចឹងសួរបន្លំចូលហើយមួយទៀតដែលកាន់តែស្រួលហ្នឹងគឺថាប្រព័ន្ធអ៊ីនធឺណិតនិងប្រព័ន្ធទូរស័ព្ទហ្នឹងគឺត្រូវបានកាត់ផ្ដាច់អូតូដោយសារតែមានអាសន្នមួយហ្នឹងអញ្ចឹងមកថាអ៊ំហ្នឹងកំពុងតែពិបាកផងនៅទៅសុខមានរឿងនឹងកាត់ឡើងគឺកាន់តែស្រួលសម្រាប់ពួកគាត់ទៅដែរអញ្ចឹងវាចៃដន្យមែនទែនតែយ៉ាងណាក៏ដោយគម្រោងរបស់គាត់ហ្នឹងមិនមែនចូលទៅរួចថ្ងៃទី1ដែលផ្ទុះហ្នឹងទេគម្រោងរបស់គាត់គឺត្រៀមរួចថ្ងៃទី2តែស្រាប់តែថាថ្ងៃទី1ហ្នឹងគឺអំណោយផលឲ្យគាត់ពេកគឺចូលថ្ងៃទី2យកមកនៅដល់ថ្ងៃទី2ហ្នឹងគឺផ្សែងក៏នៅតែហុយមនុស្សម្នាក់គឺអត់ហ៊ានទៅចិត្តហ្នឹងទេគឺនៅគ្នានៅក្រៅតំបន់ហ្នឹងហើយពួកគាត់ដែលជាអ៊ំហ្នឹងក៏ចាប់ដើមប្រតិបត្តិការដោយពេលហ្នឹងបើយើងគិតពីទស្សនវិជ្ជាភ្លើងឆេះភ្លើងអីហ្នឹងគឺមនុស្សម្នាក់គឺមានបានទៅចាប់អារម្មណ៍អីច្រើនទេរបៀបថាគាត់តែចង់ជួយផលិត
ជួយរក្សាស័ព្ទឲ្យបានល្អអញ្ចឹងទៅប៉ូលីសនៅពេលហ្នឹងគឺលវខ្លាំងព្រោះថាត្រូវជំនះមនុស្សផងរត់ចោលឡើងផងអញ្ចឹងហើយក៏អត់បានយកចិត្តទុកដាក់នៅកន្លែងឃ្លាំងទុកគ្រឿងអលង្ការហ្នឹងអត់បានយកចិត្តទុកដាក់ទេចាំប្រាប់ថាបន្ទាប់ពីចប់រឿងរ៉ាវហ្នឹងទាំងអស់ណាក្រោយមកមានគេនិយាយថាចេះអាការផ្ទុះនៅក្រោមដីហ្នឹងតាមពិតទៅវាជាស្ថ្វីដៃរបស់អ៊ំនឹងអ្នកធ្វើផ្ទុះតែអ្វីដែលហួសចិត្តគឺថាបន្ទាប់ពីគេសិក្សាស្រាវជ្រាវលម្អិតពីការផ្ទុះហ្នឹងហើយបានដឹងថាអត់ទេចៃដន្យចាំពេលអ៊ំនឹងចង់រៀបលួចមកគឺអ៊ំនឹងបានធ្វើទេអ៊ំនឹងហើយពេលគេសម្ភាសអ៊ំក៏បានធ្វើដែរដល់យើងមកមើលថ្ងៃទី2ដែលគាត់ចូលលួចហ្នឹងពេលហ្នឹងគាត់ស្លៀកពាក់អ្នកផលិតអគិភ័យក៏ស្លៀកពាក់ឯកសណ្ឋានអ្នកផលិតអគិភ័យឬក៏ខាងស្ថាប័នរដ្ឋហ្នឹងបន្លំដើរចូលទៅធម្មតា smooth ហ្មងស្លៀកពាក់អាហ្នឹងចុះពីលើឡានដើរចូលដូចគេទៅឯងចូលទៅក្នុងអាគារហ្នឹងដោយ smooth អត់មានបញ្ហាអីទេពេលគាត់ចូលទៅដល់បន្ទាប់ពីផ្ដាច់ប្រព័ន្ធផ្ដាច់អីហើយចូលទៅជន់ចរាយន្តជាន់ទី2គាត់ឡើងទៅជាន់ទី2ដើម្បីផ្ដាច់ប្រព័ន្ធកាតធម្មតានៅពេលដែលយើងឡើងចរាយន្តនេះត្រូវផ្ដាច់កាតទៅផ្ដាច់កាតបានសម្រេចហើយក៏ឲ្យចរាយន្តហ្នឹងបញ្ជូនគាត់ទៅក្រោមដីពេលចូលទៅក្រោមដីក៏ត្រូវឆ្លងកាត់ទ្វារសន្តិសុខមួយតង់ទៀតប៉ុន្តែ plus នេះស្របពេលដែលព្យាយាមផ្ដាច់ប្រព័ន្ធការពារហ្នឹងក៏ដឹងអាសន្នរោធ្វើម៉េចគឺអាដំណឹងហ្នឹងលឺទៅដល់ប៉ូលីសឬក៏សន្តិសុខនៅតំបន់ហ្នឹងគេថាអីមិននៅសុកអាកន្លែងឃ្លាំងទុកបៀនហ្នឹងរោអញ្ចឹងប៉ុន្តែដោយសារតែប៉ូលីសនិងសន្តិសុខហ្នឹងគិតថាចេះដោយសារតែផ្ទុះហ្គាសនៅក្រោមដីអញ្ចឹងធ្វើឲ្យប្រព័ន្ធ VR ពួកគាត់អត់ទៅមើលពេលរោទៅក៏បិទវិញទៅហើយក៏អត់ចាប់អារម្មណ៍អញ្ចឹងគិតថាជាការរោធម្មតាបែបកំហុសបច្ចេកទេសតែតែពិតអត់ទេគឺអ៊ំក៏ plus នេះអញ្ចឹងទៅក៏អត់មានអ្នកណាទៅមើលទីបំផុតអ៊ំក៏ទៅដល់ឃ្លាំងមាសប៉ុន្តែតើបានចូលទៅដល់ឃ្លាំងហ្មងគាត់ទៅដល់មុខឃ្លាំងមាសបានសម្រេចគឺចូលដល់ថ្ងៃទី3នៅពេលហ្នឹងគឺម៉ោង8ព្រឹកដោយសារតែនៅពេលហ្នឹងម្នាក់ព្យាយាមប្រលត់ហើយលឺសំឡេងសរ៉ែននៅក្រៅផងខាងប្រលត់អគិភ័យកំពុងតែខួងដីខួងអីផងវាធ្វើឲ្យសំឡេងនៅក្រៅហ្នឹងលឺថ្លង់ខ្លាំងមែនតើវាធ្វើឲ្យពួកគាត់ហ្នឹងកាន់តែមានឱកាសថែមទៀតដោយសារអីគាត់ត្រូវខួងដូចគ្នាដោយប្រើអាម៉ាស៊ីនខួងខ្នាតធំហ្នឹងADD 350ហ្នឹងទៅខួងចូលអញ្ចាំងកន្លែងទុកមាសហ្នឹងនៅពេលដែលគាត់បើកម៉ាស៊ីនហ្នឹងរោខ្លាំងមែនតើខួងអញ្ចាំងឲ្យក៏លឺសំឡេងខ្លាំងណាស់អត់មានអ្នកចាប់អារម្មណ៍ទេដោយសារតែនៅក្រៅកំពុងតែវឹកវរហើយទីបំផុតពួកគាត់ក៏ខួងបានសម្រេចដោយខួង3ប្រឡោះផ្សេងគ្នានៅជាប់គ្នាដើម្បីឲ្យមនុស្សចូលបាននៅពេលដែលខួងហ្នឹងផ្សេងតែភ្ញាក់ផ្អើលបណ្ដោយដោយសារខួងឥតមកតង់ហើយឆ្លៀតចូលតែក្នុងមានប្រទេសដែកធំមួយបាំងមកតង់ទៀតក៏ឃើញអស់ចិត្តបណ្ដោយថាខំដូរវេនគ្នាខួងចង្អប់ខួងទៅដល់ឃើញអាអញ្ចាំងដែកមកតង់ទៀតអស់អារម្មណ៍ចង់ខួងទៀតអស់អារម្មណ៍ចង់ចូលបណ្ដោយក៏នាំគ្នាឈប់យើងឈប់សម្រាប់សិនយើងគិតហៅរបៀបម៉េចថាតើយើងចូលមិនបានឬក៏មិនបានយើងបោះបង់អាប្រតិបត្តិការហ្នឹងហ្មងទៅមិនបានគេចាប់បានឥឡូវហើយស្រាប់តែពេលត្រឡប់ទៅវិញភាសាគ្នាមានម្នាក់សុំឈប់គឺឈ្មោះថា Raider ក៏សុំឈប់នៅថាអាប៉ែឯងម៉ាអ្នកហ្នឹងលួចទៅខ្ញុំឈប់ហើយបានគ្រឿងអលង្ការបានទាំងម៉ាហ្នឹងចែកគ្នាទៅបើចែកខ្ញុំទេអញ្ចឹងណាក៏សុំឈប់ពាក់កណ្ដាលទីឲ្យឈប់ទៀតមិនមែនថាបខំអត់ទេត្រូវទៅចូលរួមដល់ចំណុចហ្នឹងហើយជិះទូកជាមួយគ្នាឈប់មិនកើតស្រាប់តែអូខេឈប់ក៏ឈប់អញ្ចឹងសងម៉ាអ្នកតោះធ្វើតទៀតតែលើកនេះធ្វើបានសម្រេចគឺហៅឧបករណ៍ជំនួយបានសម្រេចដើម្បីខួងដើម្បីទម្លុះទ្វារដែកហ្នឹងបានគឺទម្លុះចូលដោយប្រើម៉ាស៊ីនមួយម៉ាស៊ីនហ្នឹងគឺជាម៉ាស៊ីនបែបបច្ចេកទេសហើយក៏ជាម៉ាស៊ីនខ្នាតតូចទេគាត់ថាអាចបុកទម្លុះជញ្ជាំងដែកហ្នឹងបានដោយទម្ងន់ដែលគេគិតថាអាចទម្លុះបានណាគឺ10តោនចុះក្រោមដោយសារតែដែកហ្នឹងវាអត់ដល់10តោនអញ្ចឹងបុកទម្លុះបានធម្មតាហើយទីបំផុតក៏ទម្លុះបានសម្រេចពេលចូលទៅដល់ព្រះអង្គអើយសុទ្ធតែឃ្លាំងទុកមាសដែលគេទុកក្នុងប្រអប់ទុយហើយទីបំផុតនៅពេលដែលចូលបានដោយពួកគាត់បានខ្វេះប្រអប់សុវត្ថិភាពទាំងអស់ហ្នឹងគឺសរុបទៅដល់73ប្រអប់គាត់ខ្វេះមកហើយយកគ្រឿងអលង្ការឬក៏មាសទាំងប្រមាណហ្នឹងដាក់ចូលទៅក្នុងធុងសម្រាប់ដែលគាត់ធៀមហ្នឹងអ្វីដែលនឹកស្មានមិនដល់នៅពេលដែលគាត់ធ្វើសកម្មភាពហ្នឹងនៅពេលគាត់ធ្វើហើយហ្នឹងឆ្លៀតធ្វើខួរកំណើតទៀតអាពេលពងលួចពេលឈៀលខ្លាំងហ្មងធ្វើខួរកំណើតឲ្យម្នាក់ឈ្មោះថា Perkin គាត់ដល់ខួរកំណើតរបស់គាត់ធ្វើទៅពេលធ្វើហើយប្រតិបត្តិការតទៀតបាត់សម្រេចទៀតចង់ថាអបអសាទរនៃការធ្វើសម្រេចរបស់គាត់ហើយអបអសាទរថ្ងៃខួបកំណើតរបស់ក្រុមការងាររបស់គាត់ទៀតយើងចូលដល់ថ្ងៃទី5បន្ទាប់ពីលួចអស់រយៈពេលជាច្រើនមកចូលដល់ថ្ងៃទី5គឺមក6ផឹកបន្ទាប់ពី6វ៉ាន់ហើយណាខ្ញុំនេះចេញហើយចេះមានអីពិបាកទេខាងសន្តិសុខខាងប៉ូលីសខាងអ្នកបលគីភ័យនៅលវការងារគេទៅគាត់ដើរចេញធម្មតាដោយជិះឡានពណ៌សយកឲ្យវ៉ាន់លើកដាក់ឡានបើកចេញធម្មតា perfect ហ្មងអត់មានប៉ូលីសដេញតាមទៀតទីបំផុតគាត់ក៏លួចបានសម្រេចឥឡូវយើងចប់កន្លែងនឹងមួយលួចបានសម្រេចទៅជប់លៀងនៅផ្ទះរៀងខ្លួនអញ្ចឹងទៅផឹកឡើងចូលដល់ថ្ងៃដែលគេមកពី holiday វិញហើយក៏ត្រឡប់មកវិញនៅពេលដែលគេជួសជុលផ្លូវក្រុមទៅហើយនៅពេលហ្នឹងបុគ្គលិកចូលមកធ្វើការស្រាប់តែផ្អើដោយសារអីឃើញរបស់នៅក្នុង office របស់ខ្លួនឯងហ្នឹង
ប៉ាត់របាយពេញហ្នឹងហើយសុទ្ធតែដីសុទ្ធតែកតិចដីតែសារតែអាកតិចដីហ្នឹងគឺចេញពីអាការឃុំស៊ីម៉ងហ្នឹងឯងហើយក៏នាំគ្នាផ្អើលឆោឡោប៉ូលីសមកដល់ពេញហ្នឹងទៅតែសួរថាប៉ូលីសធ្វើអីចេញហ្នឹងអត់ចេញទេបើយកអីវ៉ាន់ទៅបាត់អស់ហើយហ្នឹងហើយក៏អត់ដឹងថាអ្នកណាអ្នកលួចទៀតក៏ឆ្ងល់អ្នកណាអ្នកចូលលួចកាមេរ៉ាសុវត្ថិភាពមានថតបានខ្លះប៉ុន្តែបិទមុខចិត្តអស់ហើយនឹងអត់ដឹងថាអ្នកណាទេក៏ឆ្ងល់ឡើងអស់រយៈពេលជាច្រើនថ្ងៃរហូតដល់ថ្ងៃទី10ទៅមើលកាមេរ៉ាសុវត្ថិភាពធម្មតានៅពេលដែលពួកចោរមកលួចវាប្រកាសជាមកតាមដានមុនទេទេស្រាប់តែឃើញឡានពណ៌សមួយអាចនិយាយបានថាគឺខាងអ៊ំផ្លត់ស្នៀតមិនដឹងថាមិនគាត់នៅពេលដែលគាត់ជិះឡានមកតាមដានសកម្មភាពមុនប្លន់គាត់អត់យកឡានអ្នកផ្សេងមកទេគាត់យកឡានខ្លួនឯងមកគាត់យកឡានផ្ទាល់ខ្លួនមកមើលប៉ូលីសក៏ឆ្ងល់ថាឡានហ្នឹងមកធ្វើអីគាត់ដឹងថាអូហ្នឹងហើយគាត់ជាសមាជិកចៅមកលួចមើលមុនធ្វើសកម្មភាពហើយក៏តាមដានទៅមើលតាមកាមេរ៉ាសុវត្ថិភាពទៅឃើញជិះពីតំបន់មួយទៅតំបន់មួយបានដឹងថាអូនេះម្ចាស់ហ្នឹងគាត់គឺអ្នកនេះនៅពេលដែលដឹងម្ចាស់ដឹងស្លាកលេខដឹងផ្ទះយ៉ាងទៅក៏ដឹកនាំកម្លាំងប៉ូលីសកាលហ្នឹងគឺចំថ្ងៃទី19ខែ5គឺអស់រយៈពេល1ខែបានគេចាប់ដើមប្រមូលកម្លាំងប៉ូលីសចំនួន200នាក់ដើម្បីទៅទីតាំង12ទីតាំងផ្សេងៗគ្នាដើម្បីទៅចាប់អ៊ំហើយទីបំផុតពួកគាត់ក៏ត្រូវប៉ូលីសចាប់បានសម្រេចទោះបីជាចង់រត់ក៏គ្មានកម្លាំងរត់ដែរគាត់ចាស់អស់ហើយអញ្ចឹងណាប៉ូលីសក៏ចាប់បានស្រួលតែអ្វីដែលសំខាន់គឺប៉ូលីសហួសចិត្តថាស្មានថាពួកចៅកំឡោះចៅសិតតែអ៊ំសោះវាថាម្នាក់គឺអាយុឡើងច្រើនខ្លាំងហ្មងហើយពេលចាប់ហ្នឹងគឺចាប់មិនមែនបានតែខ្លួនទេបានទាំងផុសតាងទៀតដោយសារអីអ៊ំគាត់ត្រូវយកមាសទៅចែកគ្នាបងតារៀបចែករៀបអីហ្នឹងប៉ូលីសចាប់បានតែមានម្នាក់ដែលគាត់ឆ្លាតគឺឈ្មោះថាបេស៊ឺគឺអ្នកដែលមានជំនាញខាងអេឡិចត្រូនិករត់បានអស់រយៈពេល3ឆ្នាំគឺរត់រហូត3ឆ្នាំរហូតដល់ប៉ូលីសចាប់បានវិញអញ្ចឹងបានថាក្នុងចំណោម3ឆ្នាំហ្នឹងគឺគាត់រត់បានសម្រេចតែចុងក្រោយក៏នៅតែអត់ផុតពីថ្វីដៃរបស់ប៉ូលីសអូខេអញ្ចឹងត្រឡប់មកវិញនៅពេលដែលគេចាប់អ៊ំបានសួរថាគេកាត់ទោសវាមិនជាទូទៅគឺគេកាត់ទោសតាមច្បាប់ដែលគេមានទូទៅហើយចំពោះសំណងវិញគឺធ្ងន់ហ្មងមិនថាថាជាប់ពន្ធនាគារឬជាប់គុកទេឲ្យអ៊ំហ្នឹងសងលុយគុណជា2នៃលួចបានន័យថាលួចដើម្បីប្រើជីវិតចុងក្រោយនៅពេលអត្រែតទៅឥឡូវត្រូវសងលុយគេគុណ2វិញទៀតតែទោះជាយ៉ាងណាក៏ដោយគឺពួកគាត់អត់មានលុយសងទេសួរថាអត់មានលុយសងធ្វើម៉េចគឺត្រូវកាត់កងជាមួយនឹងរយៈពេលនៃការជាប់អញ្ចឹងគឺត្រូវកាត់កងគ្នាហ្នឹងហើយអញ្ចឹងទីបំផុតគឺអ្នកខ្លះរាល់ថ្ងៃហ្នឹងនៅតែជាប់គុកដែរហើយអ្នកខ្លះទៀតគឺបានលាចាកលោកអីដូចម្នាក់ឈ្មោះថា Raider ហ្នឹងគឺគាត់បានស្លាប់កាលពី3ឆ្នាំមុនគឺស្លាប់ឆ្នាំ2023ថ្មីហ្នឹងហើយអ៊ំម្នាក់ដែលឈ្មោះថា Perkin ហ្នឹងគឺគាត់ស្លាប់នៅឆ្នាំ2018ហ្នឹងហើយអ្នកខ្លះគឺនៅជាប់ទោសរាល់ថ្ងៃហើយការលួចរបស់គាត់មួយក្រុមហ្នឹងគឺគេយកមកធ្វើជារឿងដែរភាពយន្តអញ្ចឹងអាចទៅរមើលបានដែលគ្រាន់តែវាយពាក្យថា The Heist at Hidden Garden ទៅគឺមានរឿងហ្នឹងហើយអាចមើលបានរឿងហ្នឹងល្អមើលគាត់ជាមានការថែមថយខ្លះហើយក៏តួអង្គខ្លះមើលទៅរៀងដូចរៀងនៅក្មេងតិចតួចដែរតែតាមពិតទៅអត់ទេគឺគេយកចេញពីក្រុមអ៊ំហ្នឹងឯងដែរគាត់ចាស់ហើយសកម្មភាពហ្នឹងគឺគេ inspire ទៅលើរឿងជាច្រើនសូម្បីតែរឿង Money Heist ហ្នឹងក៏មានដែរអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងត្រឡប់មកវិញការលួចមាសដ៏កក្រើកមួយនៅក្នុងទីក្រុងលំដុនឆ្នាំ2015ហ្នឹងវាគឺជាព្រឹត្តិការណ៍មួយដែលភ្ញាក់ផ្អើលដោយសារតែចៅហ្នឹងភាគច្រើនគឺសិតតែមនុស្សចាស់ទាំងអស់មិនធម្មតាប៉ុណ្ណឹងលួចបានសម្រេចទៀតវាជារឿងមួយដែលហួសចិត្តបងហើយប្រព័ន្ធសន្តិសុខដែលតឹងដែលរឹងមាំក្នុងសតវត្សទី21ថ្មីហ្នឹងมันអាចឈ្នះថ្វីដៃរបស់អ៊ំបានហ្នឹងហើយតែយ៉ាងណាក៏ដោយវាជារឿងមួយចង់បង្ហាញដែរថាទោះបីជាយើងមានជីវិតចុងក្រោយដែលអត់ល្អឬក៏ខ្វះលុយខ្វះកាក់ក៏ដោយក៏មិនត្រូវប្រព្រឹត្តអំពើទាំងអស់ហ្នឹងដែរអញ្ចឹងណាហើយជាអត់ផុតតែពីការជាប់ពន្ធនាគារឬក៏ការដាក់ទោសនៃច្បាប់អូខេអញ្ចឹងរឿងនៃការលួចដ៏ធំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសអង់គ្លេសថ្ងៃហ្នឹងគឺចប់ត្រឹមតែប៉ុណ្្នឹងយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ